ជំរាបសួរទស្សនិកជនថ្ងៃនេះពួកខ្ញុំបានមកដល់ចំការលម៉ើដែលស្ថិតនៅក្នុងស្រុកស្ទូងខេត្តកំពង់ធំបាទហើយនៅទីនេះមានចំការលម៉ើយ៉ាងធំហើយកំពុងតែផ្លែនៅតាមដើមលម៉ើតែម្ដងហើយនៅពេលនេះកម្មករគាត់ចាប់ដើមកាត់បេះផ្លែលម៉ើដើម្បីយកទៅឲ្យក្រុមហ៊ុនលក់និងចំបាច់យកជាទឹកអីជាដើមចង់ដឹងថារសជាតិផ្លែលម៉ើនៅស្រុកស្ទូងខេត្តកំពង់ធំនេះមានរសជាតិយ៉ាងណាហើយវាមានភាពស្រស់ស្អាតយ៉ាងណាជាពិសេសនោះគឺជាកន្លែងទេសចរមួយសម្រាប់បងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិបានមកទស្សនាវាជាកន្លែងចំការហើយคล้ายជាតំបន់ទេសចរដ៏ទាក់ទាញមួយជាពិសេសជារដូវបៃតងនេះបាទជាបន្តសូមទៅទស្សនាទាំងអស់គ្នាជាមួយខ្ញុំនៅវីដេអូដែលខ្ញុំបានថតនៅក្នុងចំការលម៉ើនេះនៅហ្នឹងគេហៅស្រុកអីគេបងស្រុកស្ទូងស្ទូងមកជើងម៉ានបងបាទទៀងជួនណា700 800ចឹងហើយមួយថ្ងៃបានប៉ុន្មានជើងហ៎7 ជើង6 7ជើងបាទហត់អត់ដល់ពេលដើរបេះអញ្ចឹងហត់ដែរណាតែស្វមហ្នឹងណាបងណាដែរទឹកបាត់មកទៅដែរដឹងដែរតែtôiមានកាប់ដែរតែបាននៅលេងនេះជំរាបសួរពូហើយសុំឈ្មោះពូផងបាទខ្ញុំឈ្មោះសុតវណ្ណាសុតវណ្ណាបាទអាយុប្រហែលឆ្នាំដែរពូបាទខ្ញុំ56ហើយធ្វើកម្មករនេះចំការលម៉ើនេះរយៈពេលប្រហែលឆ្នាំហើយខ្ញុំបាន 3-4 ឆ្នាំហើយ 3-4 ឆ្នាំហ្នឹងណាបាទក្នុងមួយថ្ងៃលពូបេះដើរបេះផ្លែលម៉ើហ្នឹងមួយថ្ងៃបានប្រហែលជើងដែរបានបើគេថែមម៉ោងទៅបាន6-7ជើងដែរ8ជើងអញ្ចឹងជាមួយទៀងធ្វើការចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានបានសម្រាប់ម៉ោង7ដល់ម៉ោង10សម្រាប់ហើយបន្តទៀតដល់ម៉ោង5ម៉ោង5បាទក្នុងមួយថ្ងៃពូធ្វើកិច្ចការងារហ្នឹងបានចំណូលប៉ុន្មានដែរសម្រាប់ពូម្នាក់ខ្ញុំគិតខែហ្នឹងហើយមួយខែប៉ុន្មានដែរបាន75,000នៅទីនេះមានអីខ្លះដែលក្នុងនាមជាកម្មករនៅហ្នឹងកម្មករនៅហ្នឹងមានដូចជាជំរះស្មៅអញ្ចឹងទៅហើយដើរបិចផ្លែបិចអីអញ្ចឹងទៅណាបាទមានស្មៅស្អាតចឹងទៅដាក់ជីកប៉ោះយើងណាបាទធ្វើការជាធម្មជាតិត្រៃប្រចាំខែរហូតតែម្ដងឬក៏មួយឆ្នាំទល់មួយឆ្នាំហ្មងវិលជុំបាទស្មានតែធ្វើទៅតាមរដូវផ្លែអត់ទេរួចទៅគេដាក់ជីសម្រះស្មៅនេះគឺជំរះរហូតបាទមានបងប្អូនកម្មករយើងប្រហែលនេះនៅហ្នឹងអត់ទៀងទេបងជួនកាលគេមកច្រើនចឹងទៅជួនកាលគេមកតិចវាអត់ទៀងគេមកធ្វើការងារបាទដែលជាប្រចាំមួយលពូហ្មងម៉ាននេះចាំមួយខ្ញុំប្រហែលជា4-20នាក់ទេ4-20នាក់បាទតែអ្នកដែលចូលមកក្រោយទៀតគេធ្វើការងារថ្ងៃវាច្រើនដូចថ្ងៃនេះចំការនេះរៀងធំណែនេះធំបាទធំអាចដឹងទេប៉ុន្មានហិកតាដែរខ្ញុំអត់ត្រូវដឹងដែរតែទំហំធំបាទដឹងទំហំធំតែយើងមិនដឹងថាប្រហែលហិកតាអត់បានដឹងរដូវប្រមូលផលចេះយ៉ាងណាដែរការងារជាប់រហូតបាទថ្ងៃវល់ងាករហូតទល់ថ្ងៃឡើងមិនដែររសជាតិលម៉ើយើងនៅខេត្តកំពង់ធំរសជាតិម៉ៃខេត្តកំពង់ធំឆ្ងាញ់ហើយផ្អែមល្អឈ្ងុយទៀតបាទមានរសជាតិឆ្ងាញ់ពូក្នុងនាមជាកម្មករសង្កេតឃើញថាមានភ្ញៀវជាតិអន្តរជាតិមកទស្សនាឬក៏ទិញផ្លែលម៉ើនេះច្រើនទេក្នុងមួយថ្ងៃនៅពេលរដូវផ្លែចឹងច្រើនចុះការកាត់អត់ទាន់ផងបាទថ្ងៃណានោះក៏5-6តោនទេណាបាទ
កាត់អត់ទាន់ទេ ឃើញគេមកចូលមើលទស្សនាអីចំការអញ្ចឹងទៅ បាទគេមកអញ្ចឹងទៅ ច្រើនទេ ច្រើន ជារៀងរាល់ថ្ងៃឬចុងសប្តាហ៍ ជួការយើងថ្ងៃសៅរ៍អាទិត្យជាច្រើនជាងគេបាទក្រៅពីហ្នឹងមិនតបផ្សំទេតិចតិចចា សត្វតិចទៅវាខូចខ្លាំងមានចៃអានេះបេះចេញវានៅមួយ នៅមួយណា បាទ ពេលយើងបេះហើយលក់អត់ដាច់ខូចអត់ không đèn hả? អូគេគៀបដែរណានៅមានរោងចក្រកែច្នៃគៀបនៅហ្នឹងហ៎ មិនដែរក្រោយពីមកទស្សនាចំការលម៉ើនៅស្រុកស្ទូងយើង ឆ្កាលស្មៅហ្នឹងឆ្ងាញ់ហើយផ្អែមឈ្ងុយហើយខ្មែរយើងអាចធ្វើបានល្អឆ្កាលស្មៅហ្នឹងមិនចាំបាច់ចាំអ្នកស្រុកក្រៅមកឯងខ្មែរយើងឃើញថាល្អឥឡូវឆ្ងាញ់អត់ចាញ់ខាងក្រៅឯងធានាឲ្យ ពេលមកទស្សនាផ្ទាល់អញ្ចឹងមានអារម្មណ៍មិនដែរ មានអារម្មណ៍ថាដូចស្វាយហ្មងក្នុងខ្លួនស្វាយខ្លាំងហើយថាចង់និយាយថាចាបានជួយច្រើនជួយកម្មករ បានឃើញអីខ្លះ អូឃើញផ្លែលម៉ើល្អហើយមានរសជាតិឆ្ងាញ់ស្រួយហើយមានសួនផ្កាមានអីច្រើនណារៀបរាប់អត់អស់ទេតោះតែមកបងប្អូនមកខ្លួនឯង ហើយថ្ងៃនេះធ្វើដំណើរទៅណាខ្លះ ថ្ងៃហ្នឹងទៅសៀមរាបប៉ុន្តែកម្រងថ្ងៃទី2អត់ទាន់ដឹងព្រោះឲ្យចាំមេធីមប្រាប់ ចុះយើងដើរលេងណាខ្លះគម្រោង កម្រងគាត់ដឹងថាទៅភ្នំកលែនទៅអីតែអាចទៅកន្លែងផ្សេងទៀតតែខ្ញុំអត់ដឹងថាមិនអីព្រោះឲ្យចាំមេធីមប្រាប់ នេះជាលើកទីម៉ានហើយមកខេត្តសៀមរាប អូច្រើនដែរសៀមរាបមកខែមអាចមក2ដងក៏បានដែរ ហើយនៅតែចង់ដើរលេងនោះណា នៅចង់ដើរលេងរហូត ធម្មតាសប្បាយដើរមួយចាស់ណា ចាសប្បាយណាស់ដើរមួយចាស់សប្បាយមែនសប្បាយជាងដើរមួយក្មេង ម៉ែទិញមានអត់ ភ្លួយមិញកងបានភ្លួយ អត់បានភ្លុះបង អត់បានភ្លួយបែរដើររសជាតិ ជាតិថាសិនទៅ ថាតាមគេចប់ហើយមកទស្សនាចំការលម៉ើនៅស្រុកស្ទូងមិនដែរកង យើងមិនអត់បានមើលផងនោះក៏ចូលកន្លែងយើងលក់ លើកទីម៉ានមកទី លើកទី ទី1ហើយអត់ភ្លក់រសជាតិលម៉ើនៅស្រុកស្ទូងអញ្ចឹង 1អត់ភ្លុះ ហេតុអី ខ្ញុំទឹកនោមផ្អែម អូនេះជាអតិថិជនពិតនិយាយពិតជំរាបសួរលពូមានឈ្មោះអីដែរ បាទមានសួរក្មួយខ្ញុំមកនីមកម៉ានី ម៉ានី បាទ លពូយ៉ាងម៉េចដែរមកទស្សនាចំការលម៉ើនៅខេត្តកំពង់ធំហ្នឹងលពូយកឃើញយ៉ាងណាដែរចំពោះចំការលម៉ើនៅថ្ងៃនេះមកទស្សនាផ្ទាល់អញ្ចឹង បាទខ្ញុំមកតាមជាទេសចរគេនាំមកសាក់បងមកឥឡូវថ្ងៃនេះឃើញថាសប្បាយរីករាយចូលក្នុងចំការលម៉ើហើយបានភ្លក់រសជាតិទឹកលម៉ើនេះគឺផ្អែមមែនប៉ុន្តែបើសិនជានៅក្រៅថាលីស្ករនេះប៉ុន្តែដល់នៅក្នុងដូចជាពិតហ្មងព្រោះក្រៅយើងមិនដឹងណាតែដល់មកក្នុងដឹងថាទឹកលម៉ើពិតហ្មងហើយផ្លែវាក៏ផ្អែមមានរសជាតិឆ្ងាញ់ដែរបាទ លោកពូបានចូលទៅទិញផ្ទាល់នៅទឹកលម៉ើនៅហ្នឹងក្រៅពីញ៉ាំផ្លែនិងទឹកលម៉ើមានការកែច្នៃរបៀបម៉េចខ្លះដែរលោកពូដឹងទេ បាទឃើញគេវិចខ្ចប់ស្អាតបាទដាក់លក់នៅតាមហាងគេហ្នឹងបាទ មានអីខ្លះដែរ មានលម៉ើផ្លែលម៉ើស្រស់ហើយមានទឹកលម៉ើគេដាក់លក់ត្រាំតកកនៅហ្នឹងបាទ រសជាតិវាយ៉ាងម៉េចដែរពិសាទឹកហើយនឹងផ្លែ
បាទភាសាទឹកហើយនឹងផ្លែវារៀងរសជាតិអត់ដល់ទឹកទេបាទទឹកវារៀងផ្អែមមុតជាងហើយផ្លែវារៀងផ្អែមដែរតែរៀងផ្អែមស្ទើរបន្តិចណាបាទភាសាទឹកលម៉ើហ្នឹងវាស្រស់ពេកចឹងណាវាសុទ្ធណាបាទ ហើយពេលមកចំការលម៉ើនេះជាលើកទីម៉ាន មកចំការលម៉ើលើកទី1 លើកទី1 អត់ស្គាល់ហ៎ ដល់ពេលបានមកនាំអញ្ចឹងបានភ្លក់រសជាតិលម៉ើប្រទេសយើងតែម្ដងដាំនៅប្រទេសយើងតែម្ដងអញ្ចឹង បាទគឺមានរសជាតិផ្អែមពិតអត់មានដាក់ស្ករមានដាក់អីទេបាទមានការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្រងផ្លែលម៉ើជាពិសេសនៅផ្លែលម៉ើនៅខេត្តកំពង់ធំហើយមានការចម្រាញ់ជាទឹកលម៉ើទៀតមានការគ្រប់គ្រងមិនសំណូមពរមិនលពូក្នុងនាមជាពលរដ្ឋយើងម្នាក់ បាទមានការគ្រប់គ្រងឲ្យប្រជាជនខ្មែរយើងគ្រប់គ្រង